បាទសួស្តីនេះយើងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញនេះយើងមួយទៀតពាក់ព័ន្ធទៅនឹងការ recovery file ឬក៏ data ដែលយើងបាន delete វារួចរាល់ហើយឬក៏ format ហើយណាប៉ុន្តែខ្ញុំសូមបញ្ជាក់តិចការធ្វើ recovery នេះគឺវាមានបាន100%ឬថាចាប់ទុក90%ចុះតែលើ hard disk ទេណាបាទ hard disk តែបើលើពួក SSD ឬក៏ M2 អត់បានទេខ្ញុំធ្វើឲ្យ file មកវិញគឺមកប៉ុន្តែបើកអត់ចេញខូច file អស់ណា restore មកវិញបានតែខូចអស់អូខេអញ្ចឹងនៅក្នុងនេះគឺមាន hard disk ណាគឺខ្ញុំប្រើជាមួយនឹងកម្មវិធីនេះដដែលបាទអញ្ចឹងនៅក្នុង folder របស់ខ្ញុំនៅក្នុង drive E របស់ខ្ញុំនេះគឺខ្ញុំមានឯកសារខ្ញុំប៉ុណ្ណឹងណាឯកសាររបស់ខ្ញុំប៉ុណ្ណឹងហើយតិចទៅខ្ញុំបើកវាមកបាទគឺមានរូបភាពមានអីដំណើរការធម្មតាអញ្ចឹងណាបាទអានេះក៏មានដែរអញ្ចឹងខ្ញុំតែឲ្យមើលតិចហើយវីដេអូនេះក៏វាដែរណាបាទអញ្ចឹងឧទាហរណ៍ច្រឡំខ្ញុំអត់ប្រើមួយនេះទេណា sorry អញ្ចឹងឧទាហរណ៍ស្រាប់តែយើងច្រឡំដៃលុបណាប្រមាថចោលអញ្ចឹងទៅយើងប្រមាថចោលតែម្ដងប្រមាថគឺវាខ្លាំងជាងយើងលុបក្នុងធុងសម្រាមទៀតណាបាទលុបចឹងស្រាប់តែហើយក៏យើងអត់មានបាន backup អីទុកដែរណាគឺទៅប៉ុណ្ណឹងអាលីអាលុតអស់ហើយណាតើយើងអាចមានវិធីសាស្ត្រយកវាមកវិញបានទេនៅពេលដែលយើងច្រឡំដៃ format ចឹងគឺមានណាយើងប្រើ software មួយដែលមានឈ្មោះថា Rikshuwa នេះតែមានច្រើនទៀតណាប៉ុន្តែខ្ញុំថ្នឹកប្រើនេះចឹងខ្ញុំប្រើនេះទៅណាបាទហើយ copy បាននៅសាលា Rikshuwa យើងបើកវាមកវាជា portable software យើងអត់ចាំ install ទេចឹងខ្ញុំប្រើ technician ណាជា portable បាននេះយើងបើកប្រើតែម្ដងអត់ចាំបាច់ install ទេបាទខ្ញុំបើកវាមកហើយអញ្ចឹងវាចាប់ផ្ដើមមកយើង recovery ណា welcome wizard មកហើយយើងទីមួយយើង click next មកយើងយក all file បើយើងចង់យកតែខ្ញុំ recovery តែ picture ទេអញ្ចឹងយើងយក picture music document អញ្ចឹងយកទាំងអស់ហ្មងណាបាទ click next អញ្ចឹងអានេះវាឲ្យយើងបង្កើតជា ISO តែយើងច្រឡំបើយើងយកខាងក្រោមនេះវាបង្កើតជា disk image ណាមិនទេខ្ញុំយកអានេះតែម្ដងណាឲ្យវាកើតជា file ធម្មតាទៅហើយយើងយក next តមកយើង select ទីតាំងណាដែលយើងបាន delete ចោលហើយចង់ឲ្យគេ scan ឲ្យកម្មវិធីហ្នឹង scan យក file ហ្នឹងមកវិញរុករក recovery មកវិញណាយើងយកកន្លែងនេះហើយយើងចុច browse មករនៅលើ drive D ច្រឡំ drive E នេះណាចឹងខ្ញុំលុបពី drive E មិញឯកសារនៅក្នុងហ្នឹងចឹង click drive ហ្នឹងមកហើយ OK ទៅបាទតមក next បាទហើយ enable deep scan ផងព្រោះយើង format បើសិនជាយើង delete ធម្មតាយើងមកចាំ enable deep scan នេះក៏វាអាច recovery មកវិញបានដែរតែបើ format តើយើងថែម deep scan នេះមួយទៀតអានេះអាចចំណាយពេលយូរពេលដែលយើង tick deep scan នេះតែនេះដល់ file ខ្ញុំតែ2 3អញ្ចឹងលឿនបន្តិចតែបើ file ច្រើនយូរណាអាច1ម៉ោង2ម៉ោងឬក៏កន្លះថ្ងៃអីទៅតាមទំហំ 10G 100G អញ្ចឹងណាបាទតែ file ប្រហែលមេហ្នឹងអញ្ចឹងវាលឿនបន្តិចណាអញ្ចឹងខ្ញុំ enable deep scan ហើយខ្ញុំ start តែម្ដងបាទអញ្ចឹងឃើញលឿនទេដោយសារ file តិចបាទអញ្ចឹងវាមកហើយវាមកជាទម្រង់ចេះណាបាទទម្រង់ចេះដោយសារ format យើងវាអត់ដាក់ឈ្មោះឲ្យយើងថានេះទេយើងដឹងតែមានវីដេអូអញ្ចឹងយើងយកមកទាំងអស់មកសិនមកហើយចាំយើង check select ទាំងអស់មកយើងយក recover ហើយយើង recover ពី drive E នេះកុំដាក់នៅ drive E នឹងវិញណាបាទអាហ្នឹងចាំខ្ញុំបញ្យល់នៅសាលាណាហើយដើម្បីបានយើង recover drive E ហើយយើងអត់អាច save វាទៅ drive E នឹងវិញយើងត្រូវដាក់កន្លែងក្រៅណាកុំធ្វើខ្ញុំនេះជា recommend របស់ខ្ញុំណាបាទចឹងយើងដាក់នៅ drive F វិញបាទរួចរាល់ហើយចឹងខ្ញុំទៅ check មើល drive F បាទខ្ញុំបើកមើលឯកសារមាន Excel មានអីទៀតណា Excel នេះគឺឯកសារពីមុនទេវា scan លុបពីមុនមកឃើញទៀតណាបាទចឹងបាទនេះជាឯកសារដែលខ្ញុំបាន delete គឺមកវិញហើយយើងបើកបានធម្មតាទេវីដេអូអីវីដេអូនេះខូចមួយ
បាទ In this nugget, we're going to walk through. អានេះអត់អីទេ In this nugget, we're going to បាទវីដេអូដូចជាមានតែមួយ roles, role services, នេះ and ពីរ features. អានេះទី Give our 1 ទី2ណាដើរអញ្ចឹង recovery មកវិញបានហើយឃើញទេអត់បញ្ហាទេណាបាទឥឡូវមួយទៀតបើសិនអានេះយើង format បើសិនជាយើង delete វិញឥឡូវខ្ញុំ copy អានេះចូលមក drive e ខ្ញុំដាក់ថា doc គឺមិនចេះទៅ បើសិនជាយើងអត់ format យើងគ្រាន់តែ delete តែ delete តាំងពីចេញពីធុងសម្រាមដែរណាបាទខ្ញុំចូលទៅខ្ញុំចុច shift delete តែម្ដងណា shift delete គឺ delete ទៅបាត់តាំងពីក្នុងធុងសម្រាមក៏បាត់ដែរអញ្ចឹងទៅហើយក្នុងធុងសម្រាមក៏អត់មានអីដែរក៏អាចចូលមកវិញបានដែរបាទខ្ញុំឆែកមើលភាសាទៀតឲ្យបញ្ជាក់ថាវាទៅអស់ណាទៅអស់ហើយត្រៃ D មិញត្រៃ E មិញបាទតែអត់ format ទេណាអញ្ចឹងខ្ញុំ scan វាអា format ហើយនឹងយើងលុបធម្មតាតែវាខុសគ្នាមិនណាបង្ហាញទាំងអស់តែម្ដងវា start នៅ code នេះហើយខ្ញុំភ្លេចមើល to advanced mode ហើយបាទខ្ញុំ scan ភាសាទៀតយើងអាច select កន្លែងហ្នឹងហើយយើងយក scan មកបាទអញ្ចឹង scan យកមកចាំ visa ដូចដំបូងឯណាបាទលឿនទេវាមកវិញវាឃើញតែយើង delete វាដាក់ឈ្មោះឲ្យយើងណាមានឯកសារអីមានអីគឺឃើញណាបាទឯកសារចាស់ពីមុនមកដែលខ្ញុំ delete ណាវាមកឲ្យវាដាក់ឈ្មោះឲ្យយើងទៀតអាហ្នឹងយើង delete តែបើ format វាអត់ចាំឈ្មោះទេណាឥឡូវខ្ញុំលុបពីតែ e ហ្នឹងខ្ញុំមកដាក់ត្រៃ f នេះវិញហើយខ្ញុំកាត់ folder មួយទៅឲ្យចំណាំខ្ញុំចូលមើលត្រៃ f នៅក្នុង new folder បាទទេគឺ document ខ្ញុំគឺមកធម្មតាបាទហើយមានឈ្មោះទៀតអត់ពិបាកយើងរាវមើលមួយទេណាទាំងវីដេអូទាំងអីដើរធម្មតា In this nugget, we're បាទអត់ដូចយើង format ទេ format គឺវាចេញតែលេខរៀងចេះ1 2 3 4អីចឹងទៅណាវាអត់មានឈ្មោះឲ្យទេពូ format វាបាត់ទ្រង់ទ្រាយវាបាត់ទ្រង់ទ្រាយខ្លាំងណាបាទអូខេអញ្ចឹង software ហ្នឹងគឺអាចប្រើការបានតែជាមួយ HD ណា SD គឺអត់បានទេណាបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា